គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking បាទហើយថ្ងៃនេះដែរ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើលៀសហាលដើម្បីហូបជាមួយនឹងបាយកកពេលថ្ងៃឡើងបាទសម្រាប់លៀសហាលគឺថាត្រូវមែនតែនពុកម៉ែបងប្អូនបាទពេលថ្ងៃឡើងបាទមានបាយកកមានអីហ្នឹងហើយជាពិសេសគឺមេឃក្តៅខ្លាំងបាទហាលវាឲ្យស្ងួតឲ្យឆ្អិនល្អទៅបាទហើយយកមកហូបជាមួយនឹងបាយកកបាទឃើញថាជិបចប់ឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាទមកទស្សនាពីរបៀបធ្វើទាំងអស់គ្នាពុកម៉ែបងប្អូនបាទហើយយើងលាងលៀសឲ្យស្អាតទៅបាទលាងវាបាន4 5 6ទឹកទៅបាទដើម្បីឲ្យវាជ្រះដីពេលដែលយើងលាងលៀសស្អាតហើយបាទយើងយកវាទៅស្រុះបាទស្រុះវាបានតិចទៅពុកម៉ែបងប្អូនបាទដើម្បីយើងយកទៅហាលទៅឆាប់បានញ៉ាំបាទហើយអត់ពិបាកធ្វើទេពុកម៉ែបងប្អូនបាទយើងបុកដាក់អំបិលម្ទេសបាទដាក់ខ្ទឹមដាក់ម្សៅស៊ុបខ្នុរបន្តិចទៅហើយប៊ីចេងស្ករតាមចំណង់ចំណូលចិត្តបាទហើយបន្ទាប់មកយើងយកវាមកប្រឡាក់ជាមួយនឹងលៀសដែលយើងបានស្រុះជាមួយនឹងទឹកក្តៅបាទយើងស្រុះវាមកបន្តិចទៅបាទតែយើងមិនស្រុះយូរទេពុកម៉ែបងប្អូនបាទតែកាលណាយើងស្រុះយូរបាទគឺវាហាមាត់អស់ហើយយើងគ្រាន់តែជ្រលក់ឲ្យលើកបាទពេលដែលយើងប្រឡាក់អំបិលដែលយើងបុកនឹងហើយបាទយើងយកវាមករៀបដាក់ថាសអញ្ចឹងមកពុកម៉ែបងប្អូនបាទហើយយើងបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរបាទរោយម្សៅស៊ុបខ្នុរពីលើបន្តិចទៀតទៅបាទគឺថារួចរាល់ហើយពុកម៉ែបងប្អូនបាទហើយយើងយកវាទៅហាលថ្ងៃទៅបាទសម្រាប់ថ្ងៃនេះបាទគឺថាចង់ធ្វើលៀសហាល7ទុំក៏ប៉ុន្តែអត់មាន7ទុំអញ្ចឹងយើងធ្វើលៀសហាលធម្មតាទៅបាទហើយបើពុកម៉ែបងប្អូនចង់ធ្វើលៀសហាល7ទុំបាទគាត់យើងបន្ថែមជាមួយនឹង7ទុំទៀតទៅបាទគឺរួចរាល់ហើយម្ទេសក៏ដូចគ្នាដែរពុកម៉ែបងប្អូនបាទចង់ហឹលបាទយើងបន្ថែមជាមួយនឹងម្ទេសហុយបន្តិចទៀតក៏បានដែរបាទហើយនេះបាទឃើញថាថ្ងៃក៏ក្តៅខ្លាំងណាស់ដែរឥឡូវយើងយកវាទៅហាលបាទឥឡូវបន្ទាប់ពីយើងហាលវាឃើញថាល្មមដែលយើងអាចយកមកហូបបានហើយបាទឥឡូវមកមើលទាំងអស់គ្នាពុកម៉ែបងប្អូនបាទឃើញថារសជាតិរបស់វាហើយនិងសាច់របស់វានឹងយ៉ាងម៉េចដែរបាទហើយគឺថាសាច់របស់វាល្អមែនទែនពុកម៉ែបងប្អូនបាទពេលដែលយើងស្រុះវាមកផ្លែតហើយយើងយកវាមកប្រឡាក់គ្រឿងហើយយកទៅហាលបាទបកមកនេះដូចខ្ញុំបង្ហាញអញ្ចឹងពុកម៉ែបងប្អូនបាទសាច់វាឃើញថាហើយរសជាតិរបស់វាក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនបាទស្រស់ភ្លាមបាទហើយសាច់របស់វាមកនេះពុកម៉ែបងប្អូនឃើញទេបាទទំនងណាស់បាទហើយជាពិសេសពេលថ្ងៃឡើងបាទហូបបាយកកហូបអីហ្នឹងគឺថាជាតិណាស់ពុកម៉ែបងប្អូនហ្នឹងហើយរបៀបធ្វើលៀសហាលអត់ប្រមាទទេពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនសាកធ្វើញ៉ាំទៅបើមានលៀសបាទហើយសម្រាប់រសជាតិដូចខ្ញុំបញ្ជាក់ពុកម៉ែបងប្អូនអញ្ចឹងបាទពុកម៉ែបងប្អូនចង់បានរសជាតិ7ទុំបាទយើងលាយជាមួយនឹង7ទុំបន្តិចទៅបាទយកមកប្រឡាក់ជាមួយនឹងលៀសរបស់យើងហ្នឹងទៅហើយបើសិនជាយើងចង់បានហឹលបាទបន្ថែមជាមួយនឹងម្ទេសហុយបន្តិចទៅបាទហ្នឹងហើយវីដេអូថ្ងៃនេះឃើញថាមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទដែលទស្សនាវីដេអូពីដើមរហូតដល់ចប់បាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែករំលែកបន្តផងបាទហើយនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទĐúng rồi, nó cho nhiều có một đồ. Nha lấy lại nha này. Cô đã đừng làm gì vậy? Hay là đây cầm điện thoại đây. Không tiện này. Bây giờ đi tìm bạn. Còn không ạ. Không ba đồng chiến nó không có đồng chiến luôn. Cho mọi nó thay nó cả cảm giác đấy rồi.